បាទសួស្តីថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរបៀបនៃការកែប្រែម៉ោងឬក៏ថ្ងៃទីដែលយើងប្រើប្រាស់លើកុំព្យូទ័ររបស់យើងជាស្ដែងនៃកុំព្យូទ័ររបស់យើងនៅកន្លែងនេះអ្នកខ្លះគាត់អត់អត់ដឹងថាចូលទៅកែប្រែរបៀបម៉េចម៉ោងដែលខុសពីពេលវេលាជាក់ស្ដែងអញ្ចឹងដោយសារអីយើងអត់បានជ្រើសរើស time zone ឬក៏តំបន់ពេលវេលាបាទអញ្ចឹងដើម្បីអាចធ្វើការកែប្រែបានយើងត្រូវដឹងថាlocal time របស់យើងតំបន់ម៉ោងល្វែងម៉ោងរបស់យើងគឺស្ថិតនៅក្នុងអឺល្វែងណាអញ្ចឹងដើម្បីយើងអាចដឹងយើងចូលទៅអនុវត្តទាំងអស់គ្នាយើងចុច key start ឲ្យជាប់ហើយចុចអក្សរ O បាទបន្ទាប់មកយើងវាពាក្យថា control នៅក្នុងផ្ទាំង run បាទអញ្ចឹងយើងនឹងឃើញមានផ្ទាំង all control panel items នៅក្នុងនេះគឺមានច្រើនមុខងារប៉ុន្តែអ្វីដែលយើងត្រូវចូលទៅរកគឺ date and time បាទអញ្ចឹងក្រោយពេលដែលយើងចុចនៅលើ date and time យើងនឹងឃើញទាំង date and time pop up មកឲ្យយើងឃើញបាទអញ្ចឹងយើងល្វែងម៉ោងរបស់យើងគឺ UTC បូក07បង្កកហាណូយចាកាតាបាទនេះគឺជាល្វែងម៉ោងសម្រាប់ប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងយើងដើម្បីយើងចូលទៅធ្វើការឆែកមើលឬក៏យើងត្រូវធ្វើការផ្លាស់ប្ដូរសម្រាប់កុំព្យូទ័របងប្អូនដែលលោកខុសពីហ្នឹងគឺយើងចុច change time zone បាទអញ្ចឹងគឺកន្លែងនេះគឺយើងត្រូវជ្រើសរើស UTC បូក0700នេះបាទបង្កកហាណូយចាកាតាបាទអញ្ចឹងអានេះគឺជាtime zone របស់យើងល្វែងម៉ោងនៃប្រទេសរបស់យើងបាទអញ្ចឹងយើងបើសិនបើខុសពីហ្នឹងបងប្អូនអាចជ្រើសរើសដោយអ្វីដែលខ្ញុំបានបង្ហាញបាទអញ្ចឹងយើងចុច OK មកបាទតើតោនឹងម៉ោងប្រសិនបើម៉ោងយើងដើរខុសករណីយើងជ្រើសរើសបង្កកហាណូយចាកាតាហើយប៉ុន្តែម៉ោងយើងដើរខុសគឺយើងចុចកន្លែង change date and time បាទអញ្ចឹងយើងចុចនៅលើនឹងមកយើងនឹងឃើញមាន calendar ឬក៏ progression នៅកន្លែងនេះអញ្ចឹងយើងអាចផ្លាស់ប្ដូរម៉ោងទៅតាមការចង់បានរបស់យើងជាក់ស្ដែងបាទនេះដូចខ្ញុំជាក់ស្ដែងយើងអាចចុចនៅលើនេះក៏បានឬក៏យើងអាចអឺវានៅលើ keyboard ក៏បានបាទអញ្ចឹងយើងចង់ផ្លាស់ប្ដូរនាទីវិនាទីទៅតាមពេលវេលាជាក់ស្ដែងបាទបន្ទាប់មកយើងអាចចុច OK បាទមួយទៀតប្រសិនបើយើងចង់ចូលទៅមើល change calendar setting យើងអាចចុចនៅលើនឹងបានយើងនឹងឃើញផ្ទាំង region មួយគឺតាក់ទងទៅនឹងការបង្ហាញថ្ងៃខែឆ្នាំត្រង់កន្លែងនេះ sort date មានន័យថានេះការបង្ហាញកន្លែងនេះកន្លែងថ្ងៃខែឆ្នាំរបស់យើងហ្នឹងប្រសិនបើយើងជ្រើសទម្រង់ D 2ដង M 3ដង Y 2ដងគឺវានឹងចេញទម្រង់របៀបនេះមានន័យថាថ្ងៃមាន2លេខខែមាន3អញ្ចឹងចាប់ពី3ឡើងគឺចេញជាអក្សរឆ្នាំមាន2លេខបាទអញ្ចឹងកន្លែងនេះបើសិនបើយើងជ្រើសយកអឺ D 3ដងគឺវានឹងលោតចេញជាថ្ងៃឲ្យយើងដឹងថាឧទាហរណ៍ថាថ្ងៃសុក្រលោតចេញ3អក្សរអញ្ចឹងទៅបើយើងជ្រើស M នេះ4វានឹងលោតចេញពាក្យពេញឲ្យយើងសម្រាប់ខែដែលមានអក្សរលើសពី4លើសពី3ចាប់ពី4ឡើងទៅអញ្ចឹងដោយឡែកឆ្នាំកាលណាយើងជ្រើសចាប់ពី3ទៅគឺវានឹងលោតឆ្នាំ2000ឲ្យយើងពេញមានន័យថាយើងឃើញឆ្នាំពេញបាទអញ្ចឹងកន្លែងហ្នឹងបងប្អូនអាចជ្រើសរើសទៅតាមជាក់ស្ដែងដែលបងប្អូនត្រូវការបងប្អូនកំណត់ថាចង់បានរបៀបម៉េចឬក៏ចង់បានតាក់ទងទៅនឹងឆ្នាំមុនខែមុនក៏បានខែមុនថ្ងៃឆ្នាំក៏បានអញ្ចឹងយើងមានទម្រង់នៃការជ្រើសរើសច្រើនមានឆ្នាំមុនហើយខែបន្ទាប់ថ្ងៃចុងក្រោយក៏បានដែរអញ្ចឹងអានឹងអាស្រ័យទៅតាមការចង់បានរបស់បងប្អូនបាទអញ្ចឹងយើងមកមើលកន្លែង additional setting បាទកន្លែង additional setting នេះគឺ
បាទតកតងនឹងយើងមកមើលត្រង់កន្លែង time កន្លែង time នេះគឺវាមាន short time គឺតកតងនឹងការបង្ហាញម៉ោងនាទីវិនាទីបាទគឺយើងអាចបន្ថែមនៅលើនឹងបានទៅតាមទម្រង់នៃការចង់បានរបស់យើងបាទអញ្ចឹងយើងអូខេបាទអញ្ចឹងតកតងទៅនឹងការបន្ថែមឬក៏កែប្រែម៉ោងកែប្រែពេលវេលាបងប្អូនអាចចូលទៅតាមអ្វីដែលខ្ញុំបានបង្ហាញហើយបើមានចម្ងល់បងប្អូនអាច comment សួរនៅខាងក្រោមបាទអរគុណច្រើន